ក្រោយពីភរិយាអ្នកនាងឆេងស្រីរដ្ឋាវលឹវរីយ៉ាទទួលបានសេរីភាពវិញលោកហេងកឹមហៀងបានធ្វើដំណើរទៅខេត្តបាត់ដំបងដើម្បីលាបំណន់នៅទីសក្ការៈបូជាលោកតាដំបងក្រញូងថ្ងៃនេះប៉ាបានមកលាបំណន់និងធ្វើបុណ្យដោះលែងសត្វចាប់ចំនួន4ក្បាលបំណងប្រាថ្នាដែលប៉ាដោះលែងជីវិតសត្វទាំង4នេះគឺប៉ាសូមឲ្យជីវិតរបស់កូនប៉ាទាំង4នាក់បានជួបនៅរឿងល្អសេចក្តីសុខសំណាងល្អរស់នៅដោយភាពថ្លៃថ្នូរខ្ពង់ខ្ពស់ជាពិសេសអូនភ្លោះដែលត្រៀមនឹងប្រសូតនាពេលខាងមុខនេះសូមឲ្យមានសុខសុវត្ថិភាពទាំងម្ដាយនិងកូនផងណាគ្រូខ្លាយជាលៀបលោកជំទាវសុភាបជើបានប្រកាសស្វែងរកប្អូនស្រីក្នុងរូបនេះនិងផ្ដល់ថវិកាជួយប្អូនស្រីគួរឲ្យអាណិតគាត់លក់ពងទាកូនមួយថ្ងៃចំណេញបានប៉ុន្មានទោះបីគាត់គ្មានប្រាក់សងក៏ដោយហេតុអីត្រូវបំផ្លាញរបស់របររកស៊ីរបស់គាត់សូមប្អូនស្រីតាក់ទងមកក្រុមការងាររបស់នាងខ្ញុំដើម្បីឲ្យខ្ញុំបានផ្ដល់ថវិកាខ្លះសម្រាប់ជាដើមទុនរកស៊ីក្តុកក្តួលនិងរំជួលចិត្តណាស់អ្នកនាងស្រីអូនក្រោយឃើញវីដេអូកូនស្រីម្នាក់មានជំងឺមហារីកគ្រាប់ឈាមរៀបរាប់ប្រាប់ប៉ាយ៉ាងកំសត់ថាកូនខ្ញុំឯងមិនចូលទេប៉ាអីកូនធ្វើទុកខ្លាំងណាស់កូនវង្វេងអស់ហើយម៉ាក់កំពិបាក់ចិត្តចាំកូនធំឡើងចាំកូនជួយរកលុយមកឲ្យប៉ាម៉ាក់បានច្រើនស្រាប់តែអ្នកនាងស្រីអូនទប់ទឹកភ្នែកមិនជាប់រួចនិយាយថាជួយសេរផងពូមីងមើលហើយយំគ្រប់គ្នាពុទ្ធោដឹងឈ្មោះពិតក្មួយដែរកើតមហារីកគ្រាប់ឈាមគាត់ឈ្មោះបោះបាមីងអូនកំពុងតែជួយក្មួយហើយគួរឲ្យអាណិតណាស់មានបងស្រីម្នាក់មានការខ្វះខាតតម្រូវការលាងឈាមជាប្រចាំទៅមុខលែងរួចលើកដៃសំពះអង្គវសបរោះជនម្នាក់1000រៀល2000រៀលដើម្បីសន្សំលុយវះកាត់សរសៃដៃដែលបានធ្លីមិនអាចលាងឈាមបន្តបានពេលនេះគាត់កំពុងសម្រាករងចាំថ្ងៃវះកាត់ទាំងក្តីបារម្ភព្រោះខ្វះខាតថវិកាខ្លាំងណាស់ក្រោយឃើញវីដេអូបងស្រីភ្លាមចែកយាកបានសេរផុសប្រកាសសួររកបងស្រីម្នាក់នេះភ្លាមថាគាត់នៅទីណាបងប្អូនតើទំហំចំណាយជ្រេងយ៉ាងណាទៅក្រោយភ្លាមមេឃស្រឡះទីបំផុតចែដាណាបានឲ្យក្រុមការងារជូនថវិកាប្អូនស្រី$1000ហើយពោលថាខ្ញុំមិនដឹងរឿងហេតុបែបណាទេដឹងត្រឹមអាណិតក្មួយស្រីខ្លាំងពេកឃើញរូបមួយសន្លឹកគាត់អង្គុយសំពះហើយពងទាដែលគាត់លក់បែកពេញផ្លូវក្មួយនៅក្មេងណាស់អាយុទៅជាង10ឆ្នាំចេះជួយរកស៊ីគ្រួសារមីងជូន1000រឹងមុំណាក្មួយចិត្តល្អប្រពៃណាស់អ្នកនាងស្រីអូនសម្រស់ធម្មជាតិបានប្រកាសរកជំនួយជួយក្មួយស្រីបោះបាដែលកំពុងមានជំងឺមហារីកគ្រាប់ឈាមក្នុងរយៈពេលនេះគាត់ទទួលបានថវិកាជិត$50000ដើម្បីជួយដល់ក្មួយស្រីហើយចែដាណាពិតជារំភើបចិត្តខ្លាំងណាស់មានហ្វេនព្រួយបារម្ភពីការបិទជើងយន្តហោះនៅឌូប៉ៃពេលបើកឆាតមកឃើញបងប្អូននិងហ្វេនមានការបារម្ភពីសុវត្ថិភាពរបស់ពួកខ្ញុំទាំងពីរតាមរយៈការបិទជើងហោះហើរបណ្ដោះអាសន្ននោះពួកខ្ញុំនៅកន្លែងមានសុវត្ថិភាពទេមិនមានអីទេខ្ញុំទាំងពីរសូមអរគុណចំពោះទឹកចិត្តបងប្អូននិងហ្វេនដែលមានការស្រឡាញ់បារម្ភពីពួកខ្ញុំខ្លាំងពិតជារំភើបក្រៃលែងសែនស្រណោះសម្ដីក្មួយស្រីបូស្ប៉ាណាស់ក្មួយឆ្លាតទៅឋានសួគ៌បានសុខហើយក្មួយលែងឈឺចាប់ទៀតហើយនៅមន្ទីរពេទ្យប្រទេសវៀតណាមនៅថ្ងៃទី1មីនា2025មួយនេះស្របពេលដែលឪពុកព្រមទាំងអ្នកនាងស្រីអូនខំរកជំនួយណាស់សង្ឃឹមថានឹងជាតែបែរជាបែបនេះសូមចូលរួមរំលែកទុក្ខដល់គ្រួសារក្មួយផងអ្នកនាងស្រីអូនសម្រស់ធម្មជាតិសម្ដែងការសោកស្ដាយនិងសុំទោសទៅកាន់ក្មួយស្រីបោះបាថាយើងបានជួបគ្នាយឺតពេកមីងអូនខិតខំប្រកាសរកជំនួយជួយក្មួយស្រីបោះបារហូតបានថវិកាជិត$100,000ហើយបោះស្ប៉ាចិត្តបានខួរឆ្អឹងថ្មីហើយកូនចង់បានខួរឆ្អឹងថ្មីហើយតែក្មួយស្រីមិនអាចនៅព្យាបាលបានក៏លាចាកលោកនេះទៅហើយ